បាទសូមគោរពជំរាបសួរថ្នាក់ដឹកនាំអាតូមីក្រុមគ្រួសារអាតូមីទាំងអស់ព្រមទាំងប្រិយមិត្តទាំងអស់ជាទីគោរពស្រឡាញ់ហ្នឹងហើយយើងសាកគិតទៅមើលបើសិនជាយើងមានចំណូល$10,000ឡើងទៅក្នុងមួយខែហើយបន្តមរតក3ចំនួនកូនចៅទៀតតើជីវភាពរបស់គ្រួសារយើងវាទៅជាយ៉ាងណាបាទសាកសម័យទៅមើលបើសិនណាហ្នឹងហើយសំសួរទៀតថាតើនៅឯណាមានចំណូល$10,000ហ្នឹងនៅឯណាដែលអាចរកបានហ្នឹងប្រហែលឆ្នាំរកបានអញ្ចឹងណាបាទអញ្ចឹងមុននឹងចែករំលែកខ្ញុំសូមណែនាំខ្លួនបន្តិចបាទខ្ញុំឈ្មោះណាប់អេមជាអតីតគ្រូពេទ្យធ្វើការនៅស្រុកស្អាងខេត្តកណ្ដាលប៉ុន្តែបច្ចុប្បន្នគឺជាតំណែងទី2 Diamond Master បាទនៅក្នុង Atomy ដើមឡើយគឺគ្រាន់តែជាអ្នកប្រើប្រាស់បាទអ្នកស្វែងរកអ្នកប្រើប្រាស់ផលិតផលតំណែង Atomy ទេដោយសារស្រឡាញ់ពេញចិត្តក៏បាទធ្វើ Atomy ពេញមកគឺខិនប្រើល្អក៏បន្តការណែនាំបាទផ្សព្វផ្សាយ Atomy ទៅក៏បានដាក់តំណែងឡើងជា Sales Master បានសម្រេចនៅឆ្នាំ2019ហើយថ្មីនេះខែ3ក៏បានតំណែងបន្តទៀតគឺ Diamond Master បាទអញ្ចឹងពេលនេះខ្ញុំសូមផ្ដល់នៅការចែករំលែកតាមការយល់ដឹងរបស់ខ្ញុំតើលោកអ្នកយល់យ៉ាងណាបាទបើសិនជាយើងមានចំណូល$10,000បាទជីវិតយើងបែបណាវិញបាទហើយនៅឯណាមានអញ្ចឹងយើងមុននឹងចែករំលែករឿងនេះសួរសំណួរបន្តទៀតថាតើបុគ្គលជោគជ័យបាទដោយស្ថាបនិកបានគីលនៃយើងហ្នឹងហើយនឹងប្រៀបធៀបជាមួយយើងហ្នឹងជនសាមញ្ញទូទៅហ្នឹងបាទគឺការគិតរបស់គាត់ខុសគ្នាយ៉ាងណាជាមួយយើងណាការគិតរវាងបុគ្គលជោគជ័យនិងការគិតរវាងយើងសាមញ្ញបុគ្គលជោគជ័យប្រៀបធៀបគ្នាខុសគ្នាថងណាបាទលោកអ្នកអាចឆ្លើយខ្លួនឯងបានអញ្ចឹងពេលនេះខ្ញុំចែករំលែកអំពីថាខ្ញុំនឹងបង្កើត Imperial ណែឲ្យសមាជិករបស់ខ្ញុំទាំងអស់គ្នាក្លាយជា Imperial ទាំងអស់គ្នាបានន័យថាខ្ញុំនឹងបង្កើតក្រុមរបស់ខ្ញុំទាំងអស់បាទក្នុងបណ្ដាញរបស់ខ្ញុំដែលក្នុង Atomy ហ្នឹងឲ្យក្លាយជា Imperial ទាំងអស់គ្នាយើងគ្រាន់តែមើលចំណងជើងហ្នឹងយើងអាចគិតដោយឡែកថាគិតអីធំម៉េះបាទគិតអីផ្ដេសផ្ដាស់ឯងមានសមត្ថភាពអីហ្នឹងហើយបាទអញ្ចឹងយើងមើលទាំងអស់គ្នាការគិតបាទចម្លើយនៃការគិតរបស់បាក់ហាន់ហ្គីលរបស់យើងហ្នឹងដើមឡើយគឺគាត់គិតអ្វីដែលมันអាចទៅរួចអញ្ចឹងណាបុគ្គលជោគជ័យទាំងឡាយដូចអ្នកផលិតអំពូលភ្លើងហ្នឹងបាទហ្នឹង Thomas Edison ឬក៏អ្នកបង្កើតកុំព្យូទ័រអ្នកបង្កើត YouTube ឡាក់ហ្នឹងបង្កើត Facebook បាទសិតតែត្រូវគេដៀលថាជាមនុស្សឈួតបាទគឺដោយសារអីដោយសារគិតអ្វីដែលมันអាចទៅរួចបាទប៉ុន្តែយ៉ាងក្រយ៉ាងម៉េចគឺបានសម្រេចចុះហេតុអីបានគាត់គិតអ្វីដែលមិនទៅរួចពីព្រោះក្នុងចិត្តគាត់នោះគាត់បានដឹងគាត់បានវិសគាត់បានយល់ឃើញថារឿងហ្នឹងប្រកាសជាអាចទៅរួចមានតែគាត់ម្នាក់ទៀតដែលអាចដឹងថាផ្លូវហ្នឹងអាចទៅរួចចំណែកយើងទាំងអស់គ្នាអ្នកស្ដាប់អ្នកមើលអ្នកអីគាត់ហ្នឹងគឺមិនដឹងទេហើយយើងក៏មិនយល់ថាអាចទៅរួចបានដែរទាំងនេះបាទហៅថាចក្ខុវិស័យបាទចំណែកអ្វីដែលយើងទាំងអស់គ្នាអាចទៅរួចនោះនឹកឃើញទៅដូចគ្នារៀនតាមក្បួនវិទ្យាសាស្ត្រវិភាគតាមក្បួនគណនេយ្យករតាមក្បួនពាណិជ្ជកម្មតាមក្បួនសេដ្ឋកិច្ចបាទយើងដឹងថាអាចទៅរួចហ្នឹងហើយយើងអាចរកបានចំណូល$10,000ឬក៏ប្រមាណ$10,000នៅអនាគត10ឆ្នាំទៀតនឹងយើងអាចទៅរួចហ្នឹងណាអាចទៅរួចបែបហ្នឹងយើងហៅថាទស្សនវិស័យដោយសារយើងទាំងអស់គ្នាអាចវិភាគអាចមើលដឹងប៉ុន្តែនៅពេលដែលយើងថាទៅរួចឬមិនទៅរួចវាអាស្រ័យនៅលើចក្ខុវិស័យរបស់បុគ្គលម្នាក់ចក្ខុវិស័យជាអ្វីដែលមើលឃើញក្នុងចិត្តប្រកាសជាទៅរួចតាមផ្លូវបែបណាហើយមិនមែនជារឿងសម័យទៅពីទៅពីទេគឺជាក្តីសបិនដែលបានគូសវាសរួចជាស្រេចជារូបភាពនៅក្នុងចិត្តនៅក្នុងខួរក្បាលដែលគាត់បានកសាងយូរឆ្នាំមកហើយវាអាចធ្វើឲ្យយើងបានសម្រេចមិនមែនជារឿងយល់សប្តិអញ្ចឹងណា
ចឹងក្តីសុបិនជាក់លាក់នឹងធ្វើឲ្យយើងបានសម្រេចជាមិនខានទេគ្រាន់តែយើងមិនហ៊ានសុបិនទាំងអស់គ្នាយើងទូទៅមិនហ៊ានសុបិនទេពីព្រោះថាវាមិនអាចទៅរួចយើងយល់ចឹងណាណែកបុគ្គលដែលគាត់អាចជាបុគ្គលជោគជ័យអនាគតនោះគឺគាត់សុបិនហើយគាត់និយាយថាគាត់ទៅរួចហ្នឹងគាត់ហ៊ានធានាស្ថាបនិកបានគីលដើមឡើយឆ្នាំ2019បាទឆ្នាំ2020ហ្នឹងគាត់មានសមាជិកតែអាតូមីហ្នឹងតែ17នាក់ទេគាត់ប្រកាសចំពោះ17នាក់ហ្នឹងថាបើសិនជាអ្នកទាំងអស់គ្នាបានតំណែង Imperial Master ទី7ហ្នឹងគាត់នឹងឲ្យ$1 លានហ្នឹងហើយអញ្ចឹងណាពេលនោះខ្លះក៏ងើបចេញខ្លះក៏អីទៅគ្មានអ្នកណាជឿគាត់ទេប៉ុន្តែចុងក្រោយមកដល់បច្ចុប្បន្ននេះមានចំនួនដែល17នាក់ហើយបាទនៅប្រទេសចិនម្នាក់បាទដែលទទួលបាន16នាក់បាទអភ័យទោសហ្នឹងដែលទទួលបាន$10,000ឡើងទៅក្នុងមួយខែទទួលបាន$1 លានហ្នឹងហើយប្រាក់ខែ$10,000ឡើងទៅហ្នឹងហើយAuto Imperial អញ្ចឹងអ្វីដែលទៅមិនរួចគឺវាទៅរួចជាក់ស្ដែងអញ្ចឹងសូមជឿជាក់លើប្រព័ន្ធអាតូមីយើងត្រូវតែមើលទាំងអស់គ្នាថាឧបករណ៍អាតូមីតាមពិតយ៉ាងម៉េចបើសិនជាយើងចង់ធ្វើដំណើរទៅណាទៅណីដែលឆ្ងាយឬក៏ដូចសៀមរាបដូចទៅណាទៅណីតាមរយៈយានយន្តរបស់យើងខ្លួនឯងគឺយើងអាចនឹងទិញយានយន្តណាដែលធានាពិនិត្យមើលឲ្យជាងពិនិត្យមើលឲ្យអីគ្រប់គ្រាន់ថាវិធានាហើយយើងអាចនឹងបើកបរទៅដោយសុវត្ថិភាពដោយទុកចិត្តអញ្ចឹងអាតូមីដូចគ្នាមុននឹងលោកអ្នកបាទឈានជើងចូលក្នុងទ្វារអាតូមីដើម្បីឈានទៅយក Imperial ចំណូល$10,000នោះណាយើងមើលអាតូមីសិនអញ្ចឹងនៅពេលដែលយើងសុបិនបានសម្រេចយើងនឹងបានសម្រេចដូចក្តីប្រាថ្នាប៉ុន្តែមុននឹងបានសម្រេចយើងត្រូវឆ្លងកាត់ខ្លួនឯងដែលយើងមិនអាចមើលឃើញថាយើងបានសម្រេចទេអញ្ចឹងយើងត្រូវតែធ្វើយ៉ាងម៉េចលក្ខខណ្ឌបាទលក្ខខណ្ឌគឺត្រូវតែបដូរវិធីគិតបាទបដូរសំណួរបដូរជីវិតគឺបដូរសំណួរពីការគិតធម្មតាទៅការគិតដែលមិនអាចទៅរួចសួរថាតើខ្ញុំបានចំណូល$10,000ដោយរបៀបណាណោះនឹងធ្វើមិនបានណោះសួរអញ្ចឹងកុំសួរថាធ្វើមិនបានតែមិនអាចទៅរួចទេអញ្ចឹងណាសួរអញ្ចឹងគឺអវិជ្ជមានហើយអញ្ចឹងអត់មែនហើយយើងគួរតែសម្លឹងមើលនៅក្តីសុបិនរបស់យើងអាចនិយាយថាសុបិនគឺរាសីបាទរាសីយើងមានរូបភាពសុបិនមានបុណ្យគឺមានរាសីអញ្ចឹងរាសី3យ៉ាងយើងមានសុខភាពមានសម្រស់មានលុយបាទសេរីភាពហិរញ្ញវត្ថុហ្នឹងហើយលុយបាទហើយបន្តទៅទៀតគំនិតរបស់យើងហ្នឹងគឺជាទ្រព្យឬជាបំណុលអាស្រ័យនឹងខ្លួនឯងនៅពេលដែលយើងគិតថាវាល្អវាវិជ្ជមានគិតតាមបែបបុគ្គលជោគជ័យនោះជាទ្រព្យប៉ុន្តែបើយើងគិតតាមអារម្មណ៍របស់យើងណាយើងមើលមិនឃើញណាថាมันអាចនោះគឺជាបំណុលនៅយើងអញ្ចឹងណាអញ្ចឹងយើងដឹងហើយថានេះជាកញ្ចក់នេះជាលក្ខខណ្ឌនេះជាច្បាប់ធម្មជាតិបាទអញ្ចឹងយើងត្រូវធ្វើការសម្រេចចិត្តតាំងពីការគិតឡើងទៅតាំងពីការធ្វើឡើងទៅអញ្ចឹងគិតធ្វើយើងព្រមទទួលយកលក្ខខណ្ឌគឺការសម្រេចចិត្តគិតធំផ្ដើមតូចធ្វើឥឡូវបាទអញ្ចឹងយើងត្រូវផ្លាស់ប្ដូរដាក់ចិត្តទទួលយករបស់អាតូមីដាក់ចិត្តព្រមស្ដាប់ព្រមធ្វើតាមបុគ្គលជោគជ័យនៃអាតូមីដាក់ចិត្តធ្វើសរសេរនាគថាជីវិតដែលជាខ្សែជីវិតរបស់យើងអនាគត10ឆ្នាំអីទៀតទៅគឺសរសេរតាមការណែនាំរបស់បុគ្គលជោគជ័យក្នុងអាតូមីអញ្ចឹងគ្រាន់តែផ្ដាប់ព្រមស្ដាប់ព្រមទទួលព្រមជឿធ្វើតាមទៅបានហើយមិនចាំបាច់ចេះអញ្ចឹងចំណុចសំខាន់បំផុតនោះគឺគ្មាននរណាដឹកនាំយើងសំខាន់ទេសំខាន់ខ្លួនឯងពីព្រោះចំនួនអាតូមីជាចំនួនខ្លួនឯងហ្នឹងហើយបើសិនជាយើងបានសិក្សាអំពីក្រុមហ៊ុនផលិតផលផែនការទីផ្សារកន្លងមកនេះនឹងដោយផ្ដោតយើងនឹងអាចយល់បានថាឧបករណ៍អាតូមីគួរទុកចិត្តបានអញ្ចឹងយើងត្រូវតែធ្វើមុនគេបាទទៅអង្គុយមុខគេស្ដាប់បាទហើយបង្កើតក្រុមឲ្យបានជាដាច់ខាតមួយថ្ងៃយើងអាចជួបមនុស្សម្នាក់ជាដើមបាទ2នាក់ឬក៏តាមលទ្ធភាពរបស់យើងដើម្បីតំណាក់តំណងបានល្អបង្កើតជាក្រុមដែលជាអ្នកឆ្លាតវៃក្នុងការប្រើប្រាស់តំណែង
នឹងផ្លាស់ប្ដូរការប្រើពីខាងក្រៅមកប្រើអាតូមីវិញយើងគ្រាន់តែផ្លាស់ប្ដូរប៉ុណ្ណឹងបានខ្លាចជាអ្នកមានហើយបាទអញ្ចឹងយើងមើលបន្តទៀតគ្រាន់តែគិតមិនបានកាយទេត្រូវតែដាក់គោលដៅឲ្យជាក់លាក់ច្បាស់ទើបយើងធ្វើសកម្មភាពទៅបានល្អច្បាស់លាស់ហើយនឹងលទ្ធផលក៏បានហ្នឹងអញ្ចឹងទី1គោលដៅតាមនឹកថាជាមិត្តគឺគោលដៅធំក្នុងជីវិតយើងត្រូវតែដាក់គោលដៅសរសេរបានយ៉ាងហោចណាស់មួយដងក្នុងមួយខែបាទក្រោយសិក្ខាសាលាជោគជ័យឬក៏ពេលសិក្ខាសាលាជោគជ័យរាល់ខែទី2គោលដៅធ្វើបញ្ជីឈ្មោះគោលដៅអនុវត្ត8ជំហានជោគជ័យ8ចំណុចស្នូលបាទហើយទី3គោលដៅចុះជួបរាល់ថ្ងៃហ្នឹងហៅថាចុះជួប100បាទអញ្ចឹងគុណនៅពេលដែលយើងបង្កើតគោលដៅអស់ហ្នឹងហើយយើងត្រូវមានគោលដៅថាដើម្បីអីបាទគឺដើម្បីដាក់យកកម្រៃជើងសារឬក៏ដើម្បីឡើងតំណែងដើម្បីពីរហ្នឹងបាទអញ្ចឹងវាបន្តដំបូងគឺយកកម្រៃជើងសារសិនបាទតើរកទៅបានលុយមែនអត់បាទបន្ទាប់មកយើងអាចឡើងតំណែងទៅយើងឡើងតំណែងបានឬអត់បាទបានដោយវិធីណាបាទក្រោយពីគិត3 4ចំណុចហ្នឹងហើយយើងចាប់ផ្ដើមអាចបាទប្រើឡានអាតូមីឆ្ពោះទៅគោលដៅរបស់យើងបានហើយអញ្ចឹងយើងឃើញថាសួរថាហេតុអីបានជាយើងជ្រើសរើសជំនួយអាតូមីនឹងលោកអ្នកបានស្ដាប់ការណែនាំពីក្រុមហ៊ុនរួចហើយពីផលិតផលរួចហើយពីផែនការទីផ្សាររួចហើយយើងដឹងថាក្រុមហ៊ុនអាតូមីជាក្រុមហ៊ុនរីកចម្រើនលឿនលំដាប់ទី10លើពិភពលោកទើបតែកើតបានជាង10ឆ្នាំសោះបានទី10ហើយពីបាតដៃទៅទេបាទ17នាក់ដែលនិយាយគ្មានអ្នកណាជឿរហូតដល់ឥឡូវហ្នឹង16លាននាក់សមាជិកណាពីនៅកូរ៉េដែលគ្មានការិយាល័យរហូតការិយាល័យទំនើបហើយមានសាខា27ប្រទេសបាទព្រមទាំងសាខាអ្នកប្រើប្រាស់នៅអឺរ៉ុប31ប្រទេសទៀតហ្នឹងអញ្ចឹងវាយ៉ាងម៉េចទៅវិញបាទជាក្រុមហ៊ុនបែបណាបាទអ្វីដែលសំខាន់ណាអាតូមីបានដាក់គោលដៅក្លាយជាបណ្ដាញចែកចាយសកលនៅផលិតផលមហាជនដែលមានគុណភាពល្អផ្ដាច់តម្លៃល្អផ្ដាច់បាទដែលមានយុទ្ធសាស្ត្រ GSGS គឺយកតំណែងពីប្រទេសណាមួយទៅបាទប្រទេសនីមួយដូចប្រទេសកម្ពុជាយើងមានអាមេរិកដែរហើយយកទៅចែកចាយឲ្យពិភពលោកនេះគេហៅថា GSGS Global Sourcing Global Sale គឺយកតំណែងពីពិភពលោកចែកពិភពលោកហ្នឹងជាបណ្ដាញចែកចាយទី1ឥឡូវអាតូមីធ្វើបានហើយអញ្ចឹងយើងឃើញថាអាមេរិកខ្មែរយើងបានទូទាំងពិភពលោកហើយបានគេចែកចាយហើយហ្នឹងអញ្ចឹងយើងមើលថាអាតូមីជាក្រុមហ៊ុនបែបណាបាទគឺជាក្រុមហ៊ុនបែបសម័យគេហៅថារងអាជីវកម្មបែបសម័យទាន់សម័យគឺហៅកាត់ថា platform អញ្ចឹងណា platform business គឺជំនួញបែប platform អីគេដូចជា Facebook YouTube ជាដើមយើងហៅថា platform អញ្ចឹងយើងជាម្ចាស់ platform យើងចុះឈ្មោះ free ខ្លាយជាម្ចាស់ platform Atomy ដែលមានតំណែងជាង100មុខបាទហើយក៏ជាទម្រង់អាជីវកម្មបែបប្រព័ន្ធដូចជាប្រព័ន្ធទឹកប្រព័ន្ធភ្លើងឃើញយើងបង្កើតរួចហើយប្រព័ន្ធហ្នឹងចាំតែយកលុយហើយក៏ជាអាជីវកម្មលក់ផ្ទាល់គឺAtomyមិនមែនមានឈ្មោះកណ្ដាលទេគឺយើងចុះឈ្មោះហើយយើងទិញក្រុមហ៊ុនផ្ទាល់តែម្ដងនៅក្នុងទូរស័ព្ទលោកអ្នកពួកខ្ញុំជា sponsor ជាអ្នកណែនាំហ្នឹងគ្រាន់តែជាណែនាំឲ្យភ្ជាប់ជាមួយក្រុមហ៊ុនទេមិនមែនសំអាងថាអូមកទិញខ្ញុំអីខ្ញុំជាស្ពានកណ្ដាលអត់ទេគឺទៅទិញក្រុមហ៊ុនផ្ទាល់ណែគ្រាន់តែក្រុមហ៊ុនបានចែកនៅអត្ថប្រយោជន៍តាមរយៈការចុះឈ្មោះរបស់យើងប្រើផលិតផលរៀងៗខ្លួនឲ្យលោកអ្នកក៏បានខ្ញុំក៏បានមិនមែនបានតែខាងលើខាងក្រោមអត់បានទេជួនកាលខាងលើនោះអត់ធ្វើបានគ្រប់លក្ខខណ្ឌអត់បានដូចគ្នាអ្នកក្រមគេបានក៏គុកក៏ដីបាទអញ្ចឹងវាយុត្តិធម៌ណាស់បាទអញ្ចឹងក្រុមហ៊ុននេះជាក្រុមហ៊ុនដែលឈរលើគោលការណ៍ជាចម្បងបាទជាក្រុមហ៊ុនដែលមានគោលការណ៍មានយុទ្ធសាស្ត្រមានវប្បធម៌ប្រសើរជាច្រើនទៀតដើម្បីធានាបាននៅនិរន្តរភាព100ឆ្នាំបាទអញ្ចឹងយើងគិតមើលខាងផ្លូវសេដ្ឋកិច្ចវិភាគយើងឃើញថាជាង100ឆ្នាំមកនេះមានប្រទេសណាអាចអភិវឌ្ឍនៅសេដ្ឋកិច្ចសេដ្ឋកិច្ចពីម្នាក់$60ឡើងដល់មួយនាក់រាប់ខ្ទង់$10,000ដោយអាតូមីទេអញ្ចឹងយើងឃើញទេបាទគឺមានជាក់ស្ដែងមែនអញ្ចឹងយើងមើលចំណុចផលិតផលបាទផលិតផល
ចេះនិយាយហើយមានកំណាប់ខ្ទង់លៀនលោកអ្នកជឿទេបាទរឿងចេះនិយាយលោកអ្នកដែលអាចជួប100ដឹងហើយបាទពេលខ្ញុំថ្ងៃមួយខ្ញុំលក់ដាច់បាទខ្ញុំលក់ដាច់សោះដើរជួបជាមួយកូនស្រីខ្ញុំដើរលក់ដាច់បាទកូនស្រីខាងតូមីហ្នឹងណានឹងចៃដន្យពេលដែលចិត្តត្រឡប់ផ្ទះវិញឃើញគ្នាមកជុំនឹងចែគាត់អង្គុយនិយាយគ្នាខ្ញុំក៏ចូលទៅក្បែរហ្នឹងហើយក៏ដើរយូរអាតូមីគាត់ស្អីគេនេះគាត់សួរហ្មងណាអាតូមីហើយខ្ញុំបង្ហាញផលិតផលអត់និយាយច្រើនទេគាត់ទៅអាហ្នឹងអីគេប្រាប់ទៅអាតូមីកូនខ្ញុំក៏ណែនាំបន្តទៅអាតូមីដែរបានម្នាក់នោះគាត់ថាដើមឡើយគ្មានណាគេចង់ទិញទេគេគ្មានចាប់អារម្មណ៍ទេប៉ុន្តែម្នាក់ក្បែរហ្នឹងគាត់និយាយថាអីអាតូមីខ្ញុំធ្លាប់ប្រើល្អណាស់ពីមុនខ្ញុំឈឺធ្មេញដាក់ទៅបាត់ឈឹងហ្មងខ្ញុំរកយូរហើយថាឥឡូវមកហើយនេះហ្នឹងក៏គ្នាគាត់ហ្នឹងមែនអីនាំគ្នាទិញហ្នឹងខ្ញុំក៏បានលក់ដាច់ដល់ពេលហ្នឹងនេះហើយថាផលិតផលចេះនិយាយបាទអញ្ចឹងផលិតផលមានកំណប់ហ្នឹងយ៉ាងម៉េចទៅបាទគឺលោកអ្នកអាចមើលផែនការទីផ្សារខាងលើដឹងហើយណាគឺផលិតផលមួយមានបន្ទុកហ្នឹងគឺជាលុយជាកំណប់បាទលោកអ្នកបានបំពេញលក្ខខណ្ឌផែនការទីផ្សារនឹងបានដល់លានដុល្លារហើយនោះឃើញទេណាបាទអញ្ចឹងដំបូងបានតិចតួចក៏យកទៅហ្នឹងហើយអញ្ចឹងផលិតផលដែលមានគុណភាពល្អផ្ដាច់តម្លៃល្អផ្ដាច់ហើយក៏ជាផលិតផលដែលទទួលស្គាល់បាទអនុញ្ញាតពីក្រសួងសុខាភិបាលក្រសួងពាក់ព័ន្ធមិនថាស្រុកខ្មែរយើងទេ27សាខាទាំងអស់បាទគេទទួលស្គាល់ហើយក៏មានសញ្ញាបត្រ CCM ពីក្រសួងពាណិជ្ជកម្មយុតិធធម៌កូរ៉េហើយក៏ពិភពលោកទទួលស្គាល់ថាជាតំណែងល្អលេខ1នៅលើពិភពលោកបាទអញ្ចឹងយើងនិយាយចំនួន return មកវិញចំនួនគេសងត្រឡប់មកវិញទៅថាប្រើអត់ល្អណាគឺមាន 0.2% ជាងបាទអញ្ចឹងបើប្រៀបធៀបជាមួយក្រុមហ៊ុនធំលើលោកដែរនោះគឺដល់ទៅ3%ជាងតោះបាទច្រើនណាស់បាទអញ្ចឹងនេះសបញ្ជាក់ឲ្យឃើញថាផលិតផលទូមីអាចធានាទុកចិត្តបានអញ្ចឹងផលិតផលលេខ1ដែលយើងអាចលក់ដាច់នៅក្នុងអាតូមីគឺហេមូហ៊ីមដែលជាផលិតផលបាទបង្កើនប្រព័ន្ធភាពស៊ាំបាទបង្កើនកម្លាំងបាទធ្វើឲ្យមានកម្លាំងប្រឆាំងនឹងមេរោគផ្សេងអញ្ចឹងលោកអ្នកមានជំងឺរ៉ាំរ៉ៃអស់កម្លាំងបាទធ្វើការធ្ងន់ធ្ងរលាក់យើងអាចប្រើផលិតផលនេះព្រោះមនុស្សត្រូវការច្រើនបាទផលិតផលនេះពីមុនថ្លៃណាបាទ$700តែ30បញ្ចប់ទេដោយស្ថាបនិកយើងឃ្លាវៃក៏បានប្រើវិធីបាទធ្វើយ៉ាងណាលក់ឲ្យដាច់បានច្រើនបាទគឺពីមុនគេកំង6000ប្រអប់ក្នុង3ខែតែឥឡូវថាមិនអាចកំង100000ប្រអប់ក្នុង1ខែអញ្ចឹងតម្លៃចុះដល់ទៅ10%គឺនៅសល់$70គិតពន្ធគិតអីទៅនៅសល់តែ$90ជាងទេឥឡូវនេះ$92តែ60បញ្ចប់បាទគឺវាថោកមែនទែនគិតថាថ្លៃតែថោកទេរបស់ហ្នឹងវាគ្មានគេថាបើដើមឡើយ700គ្មានលទ្ធភាពប្រើទេយើងនោះមែនទេប៉ុន្តែយើងអាចមានលទ្ធភាពប្រើនឹងបានទាំងអស់គ្នាបាទអញ្ចឹងលក់ដាច់ទី1ណានឹងបន្ទាប់មកគឺ Absolute ដែលជាស្ដេចសម្រស់អាតូមីហ្នឹងគឺពិភពលោកទទួលស្គាល់គេឲ្យសញ្ញាបត្រ Excellent ជាដើមហ្នឹងគឺអាឡម៉ង់បាទហើយមានតំណែង100មុខជាងទៀតនៅក្នុងគេហទំព័រកម្ពុជាចំណែកផែនការទីផ្សារលោកអ្នកបានស្ដាប់មិញហើយមែនទេបានស្ដាប់មិញហើយគឺល្អមែនទែនលោកអ្នកយើងមិនចាំបាច់និយាយដែលយើងថាសុក្រិតថងណាសុក្រិតថងថាចំណុចទី1គឺមិនមែនបានតែខាងលើទេបាទបើខាងលើមិនធ្វើក៏មិនបានដូចគ្នាតែសំខាន់អ្នកធ្វើគឺបាននឹងយុត្តិធម៌ចំណុចដែលសុក្រិតទី1នោះទី2នោះគឺថាក្រុមហ៊ុនបែងចែកផលចំណេញដល់យើងជាអ្នកអតិថិជនដល់ទៅ35%ចំណេញមែនទែនហើយដើម្បីធានាដល់គុណភាពតម្លៃល្អផ្ដាច់គឺអាតូមីឲ្យក្រុមហ៊ុនអ្នកផលិតដៃគូផលិតដែលជារោងចក្រកុលម៉ា B&H ហ្នឹងណាមកពីសហរដ្ឋអាមេរិកសហការមួយរដ្ឋាភិបាលកូរ៉េហ្នឹងគឺ47%ឯណោះបើតាមធម្មតាតាមខ្ញុំដឹងគេឲ្យតែ30-25%ទេឲ្យក្រុមហ៊ុនអ្នកផលិតហ្នឹងបាទអញ្ចឹងបានគេអាចយកមកលក់ហើយឲ្យយើងប្រមាណ%ចឹងគឺតិចមែនតើបាទតែអាតូមីគឺគាត់យកតែ18%ទេហើយចំណាយសិក្ខាសាលាចំណាយអីគាត់ចំណាយទាំងអស់យើងរៀន free ណាយើងអ្នកអត់ចេះរៀន free អញ្ចឹងកាន់តែប្រសើរជាងនេះយើងគ្រាន់តែកែតម្លាប់ដូចខ្ញុំនិយាយអញ្ចឹងកែតម្លាប់ពីទៅទិញទីផ្សារទូទៅមកទិញអាតូមីនៅក្នុងទូរស័ព្ទលោកអ្នកបាទរៀនប្រើ app រៀនប្រើអីទៅហើយឧស្សាហ៍ទៅប្រជុំសិក្ខាសាលាស្វែងយល់បាទមិនមែនចេះតែនាំទៅប្រទេសផ្ដាគឺដើម្បីនាំស្វែងយល់បើយើងគ្មានការយល់ដឹងគឺពិតជាយល់ច្រឡំមែនទេអញ្ចឹងធ្វើឲ្យឱកាសលានដុល្លារហ្នឹងវាបោះបង់ចោល
ចឹងនៅពេលនេះយើងអាចបបួលគ្នាទៅបាទធ្វើអាតូមីដើម្បីយក Imperial បានហើយតើមែនទេបាទតោះយើងទៅទាំងអស់គ្នាទៅដើមឡើងចេញពីការគិតបាទដើមជាកេញការផ្លាស់ប្ដូរបាទគិតល្អហើយការរៀបចំខ្លួនការរៀបចំសម្ភារៈចំណេះដឹងដែលយើងរៀនបានចេញទៅជួបអតិថិជនទី1គឺប្រជុំបាទបានន័យថាយើងត្រូវបង្កើតអតិថិជនទៅតំណែងមកអតិថិជនពីចិត្តទៅឆ្ងាយបាទរហូតជំវិញខ្លួនយើងទៅដើម្បីបង្កើតតំណែងឲ្យមានការចាប់អារម្មណ៍ដំបូងស្គាល់ទី2ចាប់អារម្មណ៍ទី3ពិចារណាទី4សម្រេចចិត្តចុះឈ្មោះហើយប្រើផលិតផលជាមួយយើងហើយយើងអញ្ជើញតាមអនុវត្តតាម8ជំហានធ្វើទៅជោគជ័យបាទអញ្ជើញគាត់ចូលទៅសិក្ខាសាលាឬក៏យើងជួប sponsor បាទតាមរយៈផ្ទាល់ក្តីអនឡាញក្តីនឹងយើងអាចមានវិធីជួបហើយយើងបង្ហាញអំពីផែនការទីផ្សារអំពីផលិតផលតាមដែលគាត់ចង់ដឹងបាទក្រោយពីយើងបង្កើតក្រុមបានហើយគាត់ប្រើហើយយើងចាប់ផ្ដើមគ្រប់គ្រងមិនមែនយើងទៅគ្រប់គ្រងគាត់ទេថានិចណែនាំឲ្យថាយើងកុំទៅគ្រប់គ្រងខ្សែហ្នឹងហើយយើងគ្រប់គ្រងខ្លួនឯងបាទគ្រប់គ្រងខ្លួនឯងគឺយើងមើល ID ខ្លួនឯងយើងមើលការប្រើផលិតផលខ្លួនឯងយើងមើលខ្លួនយើងអាចទៅជួបប្រជុំទៀងទាត់ដែរឬអត់យើងចេះប៉ុណ្ណាយើងអាចនិយាយបានប៉ុណ្ណាបាទយើងបរៀនសមាជិកបានប៉ុណ្ណាយើងដាក់គោលដៅសេនេះថាជីវិតហើយរៀននៅលាក់នឹងលាក់គ្រប់គ្រងខ្លួនឯងបន្ទាប់មកដោយផលគេហៅចម្លងនេះបាទចម្លងដល់ដៃគូយើងក្រុមរបស់យើងក៏គាត់ធ្វើខ្លួនឯងដែរមុនមុខមេបាទអញ្ចឹងគាត់ក៏គ្រប់គ្រងខ្លួនឯងដែរគាត់ក៏ចេះបញ្ជាទិញដែររហូតដល់គាត់ពេញចិត្តអាតូមីគាត់ក៏នៅជាមួយយើងនេះគេនៃគ្រប់គ្រងមិនមែនបញ្ជាទេបាទលោកអ្នកបន្ទាប់មកត្រូវតែថែរក្សាបាទថែរក្សាគឺជួនកាលយើងលំបាកបន្តិចត្រង់នេះដោយសារសមាជិកខ្លះក៏អត់យល់ហើយពេលឈ្មោះគាត់ឡើងក្រហមយើងត្រូវការទិញដាក់បាទចំណាយលុយតិចតួចទិញដាក់ដើម្បីគាត់នៅបន្តទៀតហើយយើងគាត់ថាមួយឆ្នាំយ៉ាងយូរគាត់ដាច់ហើយ ID របស់គាត់ដែលយើងចុះឈ្មោះឲ្យហ្នឹងណានឹងឈ្មោះគាត់ហ្នឹងដាច់នឹងយើងទៅចុះសារថ្មីប៉ុន្តែដើម្បីរក្សាឲ្យបានល្អយើងអ្នកចាស់គួរតែថែសារល្អបាទហើយព្យាយាមទៅជួបគាត់ដូចបាននិយាយខាងលើអញ្ចឹងបាទគឺការប្រជុំបាទការគ្រប់គ្រងហើយនឹងថែទាំ3ជំនាញហ្នឹងបាទគឺសំខាន់ធ្វើយ៉ាងណាយើងឲ្យដឹងនៅគោលដៅរួមដែលយើងម្នាក់មិនចង់ធ្វើជាអ្នកក្រទេយើងចង់បានចំនួន$10,000ដែលមានចំណូលដែលជាតំណែង Imperial នៅក្នុងអាតូមីមួយគត់ក្រៅពីនោះអត់មានទេយើងចំណាយពេលខ្លះអ្នកខ្លះគាត់ចំណាយ5ឆ្នាំអ្នកខ្លះចំណាយ10ឆ្នាំជាងទៅឥឡូវបាទគាត់បានក្រោនបាន Master Imperial បាទរួចជាស្រេចទៅហើយនៅឡើយយើងបើសិនយើងមិនបោះបង់យើងនឹងបានតំណែង Imperial ដូចគ្នាទាំងអស់គ្នាហ្នឹងអញ្ចឹងមុននឹងបញ្ចប់ជូនពរសមាជិកជាទីស្រឡាញ់របស់យើងបាទក្រុមគូសាតូមីព្រមទាំងប្រិយមិត្តទាំងអស់ដែលបានស្ដាប់នេះបានសម្រេចនៅសេចក្តីប្រាថ្នាក្នុងសបិនរបស់លោកដែលធំចង់បានខ្លាយជាអ្នកមានឲ្យបានសម្រេចគ្រប់គ្នាដោយសេចក្តីប្រាថ្នាអរគុណបាទជម្រាបលា